នេះគឺជាបន្លែដាំនៅមុខផ្ទះអានេះដើម spinach របៀបដូចជាលឹកបាសអញ្ចឹងហើយនេះវិញគឺដើមជីជើងទាដើមបានពីអាទិត្យតំបន់ដល់ប៉ុណ្ណឹងហើយនេះគឺជាពងទាកូនទិញមកពីផ្សារទៅដាក់ត្រាំទឹកដោតមកបានហូបដែរនេះហើយនេះវិញគឺgreen onion ហ្នឹងខ្មែរគេហៅគេស្លឹកខ្ទឹមហ្នឹងហើយនេះស្លឹកខ្ទឹមដាំពីគ្រាប់ហើយអានេះដើមជីសង្កហុំអីជីមិនប៉ុន្តែអានេះរសក្លិនវាដូចឆូក្លាត់ចឹង chocolate mint ហើយអានេះ very very sad ដើមតសក់ផ្លែនេះតំផ្កានេះផ្កាពី3ផ្កាដែរតាប៉ុន្តែដឹងជាប់អត់ហងដូចសាតកមើលទៅអូនេះផ្លែគេផ្លែហើយផ្កាពី3ផ្កាដែរតានេះលើនេះក៏មានដែរនេះហើយអានេះមតេហើយអាហ្នឹងគឺ tomato ដើមពេញប៉ោះហើយខាងក្រោមនេះខ្ញុំដាំបន្លែជីតិចតួចដែរអានេះគេហៅហើយរបៀបដូចជីយើងយកទៅជ្រលក់បុកល្ហុងអីក៏ឆ្ងាញ់ដែរហើយនេះជីក្រហមអូយត្រាំបានប៉ុណ្ណឹងវេទនាណានេះជីក្រហមហ្នឹងឈ្ងុយល្អត្រាំបានដោះប៉ុណ្ណឹងអូយវេទនាដាំមែនទេនៅនេះខ្ញុំអត់សូវចេះដាំទេហើយនេះដាំ radish ដាំកំដរដីវាអញ្ចឹងណាហើយនេះត្រួយវាអញ្ចឹងក្តិចហើយនេះវិញគេហៅ switch chard ខ្ញុំបេះហូបម្ដងហើយនៅនោះឥឡូវផ្លែអូយផ្លែផ្លឹកល្អមែនទែនហ្មងផ្លឹកល្អមែនទែនហើយក៏មាន radish ដែរនៅក្រោមហ្នឹងនេះហើយអំបញ្ញមត់ dill ហ្នឹងហើយគេហៅ dill ហើយនេះខ្ញុំលួចដាំស្ពៃសាឡាត់តិចដែរដាក់គៀងហ្នឹងណាសល់ដីកុំឲ្យវាទនេគេទំកាប់ផ្លឹកឈើហើយអញ្ចឹងទៅធ្លាក់ផ្លឹកចូលច្រើនណានេះហើយមើលផ្លែគេល្អមែនតើហើយនេះខ្ញុំអត់ក្តិចចោលតើវាដាំហើយវាដោះនៅនឹងហ្មងទៅហ្នឹងគឺមានប៉ុណ្្នឹងឯងនៅមុខផ្ទះមានតែប៉ុណ្្នឹងឯងដាំនឹងបានហូបអត់ទេតែចាំមើលសិនបានហូបអត់ណាហូបខ្លះក៏បានដែរហើយនេះដូចជីកូរ៉េយើងបេះយកទៅហូបមួយ barbecue ឆ្ងាញ់ហូបជាមួយសាច់ជូរចៀនស្គរចៀននេះឆ្ងាញ់មែនទែនហើយនេះធ្វើតែឆ្ងាញ់វាក្លិនវាលឈ្ងុយបែបម្យ៉ាងថាទីម្យ៉ាងទៀតនេះវាពូតខុសគ្នាប៉ុណ្្នឹងអីដំណាំនៅមុខផ្ទះហើយអានេះបានជីនេះផ្សេងណាជីនេះក៏ផ្សេងនេះប៉ុន្តែខ្ញុំទំយកមកដាំណាដកវាមកដាំចឹងគ្នាទំលាស់ហើយអានោះម្រះព្រៅអកាំងគេហៅ lemon balm ប៉ុន្តែដូចស្រៀងម្រះព្រៅចឹងយកឆៅក៏បានដែរចឹងយកមកដាំទុកទៅណាតែតាច់ពូជប៉ុណ្្នឹងឯងបន្លែមិនអីបានរហូតប៉ុន្តែអូអានេះល្អមែនទេណានេះ